ការស្ថានមកកន្លែងគឺមានពពែមានជាមមានចាបអញ្ចឹងគឺគេ3នាក់គឺជាមិត្តស្លាប់រស់នឹងគ្នាអញ្ចឹងណាពុកម៉ែបងប្អូនគ្នាការមើលម្ចាស់គេបានចាប់ជាមនឹងដើម្បីយកទៅសម្លាប់យកធ្វើជាសាច់អាហារដើម្បីធ្វើម្ហូបអញ្ចឹងណាពុកម៉ែបងប្អូនគ្នាបានចាប់ជាមទៅចងមកកន្លែងឲ្យគេទៅបានទៅសលៀងក្បិនអញ្ចឹងពេលហ្នឹងដែរគឺពពែបានចេញមកឲ្យគេបានស្រឡឹងមើលទៅឃើញចាស់គេកំពុងសលៀងក្បិនអញ្ចឹងណាកំពុងសលៀងក្បិនឲ្យគេក៏បានខំខ្សែទាញខ្សែដើម្បីជួយមិត្តភក្តិរបស់គេអញ្ចឹងទៅដោយសារតែគេមិនចង់ឃើញមិត្តភក្តិគេស្លាប់អញ្ចឹងគេបានប្រើបែកគេឲ្យរត់អញ្ចឹងតែជាមនេះគឺមិនដឹងខ្លួនទេគឺមិនដឹងខ្លួនថាគេសម្លាប់ចិត្តសម្លាប់អញ្ចឹងណាហើយពេលណាពពែគឺខំប្រាប់ខ្លាំងមែនទែនប្រាប់ថាគេចិត្តសម្លាប់ហើយនាំគ្នារត់អញ្ចឹងណាហើយពេលណាគឺជាមបានងាកមើលទៅគឺឃើញម្ចាស់គេកំពុងសលៀងក្បិនពេលណា3នាក់គឺក៏បាននាំគ្នារត់ចាក់ចេញពីផ្ទះពីកសិដ្ឋានហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាតែគេបានចុះក្បាលកបីមួយក៏បានចុះក្បាលកបីដាក់ចូលក្នុងថង់របស់គេអញ្ចឹងទៅគេបានអាចចុះក្នុងថង់របស់គេហើយក៏បានលីទៅអញ្ចឹងក៏បានលីទៅដើរតាមផ្លូវសុងក៏បានអាចាមហ្នឹងគេរងាពេកគេរងាក៏បានគេងមកកន្លែងអញ្ចឹងទៅតបពីបាននេះហើយក៏តពួកគេក៏បានធ្វើដំណើរបន្តទៅមុខទៀតអញ្ចឹងណាពុកម៉ែបងប្អូនតដំណើរទៅមុខហើយពេលដែរពពែគឺពិតជាល្ងាខ្លាំងមែនទែនទៅថាគាត់ល្ងាអញ្ចឹងគាត់អត់មានរោមគាត់ល្ងាខ្លាំងមែនទែនគាត់ល្ងាឆ្វេងងាស្ដាំឆ្វេងស្ដាំក៏បានឃើញគប់ភ្លើងអញ្ចឹងណាហើយគប់ភ្លើងពេលគាត់ដើរទៅដល់គឺជាគប់ភ្លើងរបស់វងកញ្ចក់ហើយវងកញ្ចក់គឺឃើញពពែឃើញជាមិនហ្នឹងគឺពិតជាឃ្លានមែនទែនដោយសារតែវាខានស៊ីសัตว์មកយូរអញ្ចឹងណាហើយពេលហ្នឹងដែរពពែគឺគេមិនដឹងធ្វើមិនទេដោយសារតែគេរត់គេមិនអាចរត់ផុតពីវងកញ្ចក់ដែរអញ្ចឹងណាគេក៏បានតែអង្គុយនិយាយជាមួយនឹងវងកញ្ចក់អញ្ចឹងទៅគេបានអង្គុយមួយមេចក់គេបានសួរថាម៉េចបងឯងអត់រត់អញ្ចឹងបងដោយសារតែទីទៀតហ្នឹងគឺមានមនុស្សប៉ដើម្បីមកបំញ្ញសត្វតែជាប់បំញ្ញសត្វក្នុងព្រៃហ្នឹងអញ្ចឹងណាគេបានមកបំញ្ញឡើយបងឯងអត់រត់ទេចុះប៉ុន្តែនេះគឺជាពាក្យកុហករបស់សត្វពពែអញ្ចឹងណាមកសត្វពេលឮគឺភ័យខ្លាំងមែនទែនពេលសត្វពពែក៏បានបន្លាចចក់ហ្នឹងអញ្ចឹងណាគេបន្លាចមកវ៉ាវអញ្ចឹងទៅគឺសត្វចក់គឺរត់ប្រឡែងមកប៉ុណ្ណឹងរត់ចែកជើងនៅចោលអញ្ចឹងនិយាយទៅសត្វពពែនេះគឺមានភាពក្លាហាននៅក្នុងខ្លួនមកកើតខ្លាំងមែនទែនក៏មានភាពភ័យខ្លាចតែបន្តិចគឺគាត់ប្រហែលជាស្ថិតនៅកន្លែងហ្នឹងឯងពីសារតែអ្នកគ្នាដឹងគឺសត្វចក់គឺកាយសាហាវខ្លាំងមែនទែនបន្ទាប់សត្វជានិងសត្វពពែក៏បានអង្គុយអាំងភ្លើងអីអញ្ចឹងជាមួយនឹងសត្វចាមួយទៀតហើយសត្វចក់ហ្នឹងគឺបានរត់ទៅភេទផាតចែកជើងគ្នារត់ចុះរត់ឡើងក៏បានទៅជួបខ្លាឃ្មុំគេបានទៅជួបខ្លាឃ្មុំហើយខ្លាឃ្មុំបានសួរថាឯងមកពីណាអញ្ចឹងបានភ័យខ្លាំងម៉ែអញ្ចឹងទៅហើយពេលនោះសត្វចក់បានប្រាប់ថាបងឯងរត់លឿនទៅទីមានមនុស្សមកដើម្បីសម្លាប់យើងហើយបើយកសត្វជាអាហារអញ្ចឹងក៏ប៉ុន្តែពេលហ្នឹងគឺខ្លាឃ្មុំគឺមិនជឿទេមិនជឿថាមានមនុស្សចូលមកអញ្ចឹងដោយសារតែនេះគឺជាព្រៃជ្រៅខ្លាំងមែនទែនខ្លាឃ្មុំក៏បានសត្វកញ្ជ្រងបាននាំគេទៅជួបសត្វពពែអញ្ចឹងដើម្បីសួរនាំសួរអីពេលតាមផ្លូវនោះគឺសត្វពពែបានឃើញសត្វខ្លាឃ្មុំហ្នឹងគេក៏បានប្រាប់គ្នាគេដើម្បីឲ្យលាក់ខ្លួនអញ្ចឹងណាហើយគេក៏បាននាំគ្នាទៅលាក់ខ្លួននៅលើដើមឈើអញ្ចឹងទៅពេលខ្លាឃ្មុំបានម្ដងគឺមិនឃើញសត្វឈាមសត្វពពែនៅនឹងទេពេលសត្វចក់គឺពិតជាឆ្ងល់ខ្លាំងមែនទែនថាមុននឹងវានៅនឹងសះលើវេទនាបាត់អញ្ចឹងណាអត់ចេញពីនឹងអញ្ចឹងដើម្បីឲ្យគេអាំងខ្លួនតែម្នាក់ឯងអញ្ចឹងណាមកបងប្អូនគ្នាពេលសត្វចក់គឺពិតជាឆ្ងល់ខ្លាំងមែនទែនតែសត្វឈាមពពែនឹងបាត់តាណាអញ្ចឹងក៏បានងាកឆ្វេងគេស្លាប់គឺអត់ឃើញទេហើយបន្ទាប់មកក៏បានគ្នាគេបានងាកឡើងលើទៅក៏បានឃើញជាម្នាក់គេចិត្តធ្លាក់គេចិត្តបានឃើញគូតជាអញ្ចឹងបានឃើញគូតជាបន្ទាប់មកជានឹងក៏បានធ្លាក់មកលើក្បាលចក់នឹងគឺចក់គឺពិតជាភ័យខ្លាំងមែនទែនភ័យរត់បផាប់បផានពេញណាពេញណីហ្មងអញ្ចឹងណាពពែក៏បានរួនដើមឈើនឹងក៏បានធ្លាក់ផ្លែឈើមកដូចជាក្រកំភ្លើងលូទុងផាំងពេញណាពេញណីអញ្ចឹងណាពេលសត្វចក់គឺរត់ពេញណាពេញណីហ្មងហើយពេលសត្វពពែក៏បានលោតតង់កសត្វខ្លាឃ្មុំអញ្ចឹងសត្វលោតតង់កទៅក៏បានអាខ្លាឃ្មុំរត់ញ៉ៃញ៉ៃបផាត់បផានពេញណាមកនេះបើតែគេខ្លាចស្លាប់ដែរគេខ្លាចតែញ៉ៃពេលគេខ្លាចតែគេស្មានតែម្នាក់គេតង់កគេស្មានមនុស្សគេតង់កអីគេអញ្ចឹងណាគេបានរត់បផាត់បផានពេញណាពេញណីអញ្ចឹងទៅហើយពេលស្លាប់សត្វពពែក៏បានតោជាមួយនឹងដើមឈើជាប់នៅកន្លែងហ្នឹងអញ្ចឹងណាបន្ទាប់មកគឺពីរនាក់ហ្នឹងគឺបានរួចពីសេចក្តីស្លាប់អញ្ចឹងសត្វពពែសត្វជាមក៏បានរួចសេចក្តីស្លាប់អញ្ចឹងទៅសត្វនេះរួចដែរក៏បានប្រកបអត្ថន័យថាគឺយើងម្នាក់មិនថាយើងមានប្រព័ន្ធណាក៏ដោយយើងនៅក្នុងពេលនៅក្នុងកលៈស័កពេលណាក៏ដោយគឺយើងមិនត្រូវមានភាពភ័យខ្លាចនឹងខ្លួនយើងទៅតែមានភាពក្លាហាននឹងខ្លួននិងមានប្រាជ្ញាដែរអញ្ចឹងណាគឺសត្វជាមនេះគឺមានប្រាជ្ញាខ្លាំងមែនទែនរបៀបថាគេបើមានប្រាជ្ញាក៏មានភាពក្លាហានក៏មានអញ្ចឹងបើគេមានភាពខ្លាចតែមកផ្លូវគឺគេនឹងទៅប្រឈមនៅក្នុងសេចក្តីស្លាប់អញ្ចឹងទៅដោយសារតែគេនៅក្នុងវងសត្វចរបងប្អូនអរគ្នានឹងហើយគឺសត្វចរគឺកាច់សាហាវខ្លាំងមែនទែនគឺឃើញជាមគឺបានគឺហែកសត្វជាមហែកស៊ីដូចជាគឺហែកសត្វស៊ីអញ្ចឹងណាបងប្អូនគ្នាហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាបើពេញចិត្តវីដេអូហ្នឹងកុំភ្លេចជួយ follow page និង follow TikTok ឲ្យមានម្នាក់មួយផងណាហើយចាំជួបគ្នានៅវីដេអូក្រោយអ្នកគ្នាអរគុណច្រើនបាយបាយ